យូរបានមានពេលមកជិះឡានមកមើលទេសភាពជនបទម្ដងនិយាយទៅជីវភាពឬមួយក៏ការរស់នៅក្នុងទីក្រុងហើយនឹងការរស់នៅបែបជនបទវាខុសគ្នាដែរប៉ុន្តែជីវិតអ្នកនៅជនបទជីវិតរបស់គេស្រស់ស្រាយម្យ៉ាងបែបរបស់គេនិយាយពីថាពេលដែលបានជិះឡានហើយឃើញទេសភាពដែលខៀវអញ្ចឹងមានអារម្មណ៍មួយថាគូក្បាលស្រឡះច្រើនខ្លាំងមែនទែនមកទៅរស់នៅទីក្រុងដែលឮតែសរ៉ែនឡានបើមិនសរ៉ែនឡានប៉ូលីសក៏សរ៉ែនឡានពេទ្យងាកទៅណាក៏គេងាកទៅណាក៏គេពេលយើងបានជិះមកមើលគេមើលឯងចេះមានអារម្មណ៍ថាធូរម្យ៉ាងដែរជាពិសេសហើយយើងដឹងថានៅក្នុង county ឬមកក៏នៅស្រុកគេហ្នឹងមានអីចម្លែកឬមកក៏ប្លែកខុសពីស្រុកយើងខ្លះដែរនិយាយទៅគឺអាចថាជីវភាពអីវាមិនខុសគ្នាប្រហែលទេប៉ុន្តែខុសពិបាកហឹងតិចទេតែតទៅនឹងទៅពេលទៅផ្សារតែម្ដងតែជិះឆ្ងាយបន្តិចប៉ុណ្្នឹងឯងតែមិនអីទេស្រុកនេះគឺមានឡានគ្រប់គ្នាក៏យើងចង់ទៅទិញអីជិះតឡានតែមួយផ្លែ10 20នាទីហ្នឹងគឺដល់បាត់ហើយមើលតាមផ្លូវជនបទគេតែបាច់មើលផ្លូវទេឡើងស្អាតភ្លឹងតែម្ដងសំខាន់គឺវាអត់សូវមានចរាចរណ៍ញ៉ៃដូចនៅក្នុងក្រុងទេមិននៅក្នុងក្រុងខ្ញុំវិញអូញ៉ៃខ្លាំងមែនទែននឹងចរាចរណ៍